ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរបានផ្ញើព្រះរាជសាររំលែកទុក្ខជូនប្រធានាធិបតីចិនលោកស៊ីជីនភីងនិងប្រជាជនចិនចំពោះការបាត់បង់ជីវិតនិងការខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់ភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដីនៅតំបន់មួយចំនួននៃប្រទេសចិននៅក្នុងព្រះរាជសារព្រះមហាក្សត្រមានព្រះរាជបន្ទូលថាព្រះអង្គនិងសម្ដេចព្រះមហាក្សត្រីមានសេចក្តីសោកសៅយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយធម្មជាតិដែលបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើនអ្នកមនុស្សរាប់សែនអ្នកត្រូវភៀសខ្លួននិងបង្កការខូចខាតដល់ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនព្រះរាជសារដែលមានព្រះរាជអង្គការថាសម្ដេចព្រះមហាក្សត្រីនរោត្តមសីហមុនីសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរនិងខ្ញុំព្រះករុណាសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ទាំងអ្នកដែលបាត់បង់ជីវិតរងរបួសអ្នកដែលនៅបន្តបាត់ខ្លួននិងអ្នកដែលកំពុងប្រឈមនឹងការលំបាកដោយសារគ្រោះមហន្តរាយធម្មជាតិដ៏សាហាវនេះព្រះមហាក្សត្រក៏បានសម្ដែងជំនឿថារដ្ឋាភិបាលនិងប្រជាជនចិននឹងអាចឆ្លងកាត់វិបត្តិនេះនិងស្ដារឡើងវិញនៅផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដើម្បីប្រជាពលរដ្ឋនិងសហគមន៍ដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញបានឆាប់រហ័សបើតាមព័ត៌មានដែលអាជ្ញាធរចិនបានផ្សព្វផ្សាយប្រទេសចិនរងឥទ្ធិពលពីព្យុះជាបន្តបន្ទាប់រួមមានព្យុះទីហ្វុងម៉ៃសាក់និងបាវីដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទឹកជំនន់និងការបាក់ដីនៅតំបន់ជាច្រើនសេចក្តីរាយការណ៍បានឲ្យដឹងថាព្យុះទីហ្វុងម៉ៃសាក់បានសម្លាប់មនុស្សយ៉ាងតិច39នាក់និងបណ្ដាលឲ្យមនុស្សជាច្រើនរងរបួសឬបាត់ខ្លួននៅតំបន់កុងស៊ីភាគអាគ្នេយ៍នៃប្រទេសចិនទន្ទឹមនឹងនេះព្យុះបាវីបានបង្កការខូចខាតបន្ថែមនៅតំបន់ភាគខាងជើងរួមទាំងខេត្តហឺប៉ៃនិងឡាវនីងដែលអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង20,000នាក់ចេញពីតំបន់ប្រឈមហានិភ័យខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី14ខែកក្កដា